បាទសួស្តីបងប្អូនថ្ងៃនេះមកខាងស្អាងខាងប្រេងវលកសិករគាត់ដាំសក់គាត់ជួបបញ្ហានេះដូចនៅក្នុងវីដេអូដែលខ្ញុំបានថតហ្នឹងនេះសក់គាត់ក្រហមស្លឹកអីអញ្ចឹងណាហើយគាត់បាច់ជីមិនក៏អត់ឡើងដែរពងផ្លែផ្កាផងអញ្ចឹងបងប្អូនទី1បងប្អូនឆែកមើលស្លឹកវានេះស្លឹកវារៀងក្រហមអុចដុំអញ្ចឹងបងប្អូនឆែកមើលក្រោមស្លឹកសក់ហ្នឹងនេះគឺបញ្ហាហ្នឹងគឺមកពីរុយសអញ្ចឹងបងប្អូនបាច់ជីមិនក៏អត់ឡើងដែរគឺបាច់ទៅខាត់តលុយនេះទៅសក់របស់គាត់គឺក្រហមដុំហើយអត់ឡើងទេបាញ់ថ្នាំជីប៉ុនបាច់ជីយ៉ាងណាក៏អត់ឡើងដែរអញ្ចឹងខ្ញុំសូមណែនាំទី1នេះ KO ចៃសអានេះមួយទៀតDelta អញ្ចឹងថ្ងៃហ្នឹងយើងមកបាញ់បង្ហាញឲ្យគាត់នេះទៅសក់របស់គាត់នេះអញ្ចឹងបន្តិចទៀតយើងធ្វើការលើយអា KO ចៃសនេះដើម្បីកម្ចាត់រុយសលើទៅសក់នេះបន្តិចទៀតយើងចាំតាមដានតើឥឡូវយើងចាប់ផ្ដើមលាយដាក់50 KO ចៃសនេះ data ឲ្យដាក់20នេះយើងដាក់20 ml បាទចឹងបន្តិចទៀតយើងនឹងធ្វើការរៀបចំបាញ់ថ្នាំនេះតើឥឡូវយើងចាប់ផ្ដើមបាញ់នេះចឹងបន្ទាប់ពីបាញ់ហើយយើងចាំតាមដានឆែកលទ្ធផលរបស់គ្នាតោះវេលានេះគឺម៉ោង4ជាងយើងមកឆែកលទ្ធផលតេស្តKO ចៃសទៅលើថ្នាំសក់ដែលកម្ចាត់ទៅលើរុយសហើយយើងតេស្តពេលព្រឹកម៉ោង9 កន្លះឥឡូវម៉ោង4ជាងយើងមកឆែកលទ្ធផលរបស់នេះសក់របស់គាត់នេះយើងឆែកមើលទៅឃើញថានេះរុយសនេះនៅជាប់សបុកពេញពេងនេះណែនជាប់ពេញស្លឹកជាប់ពេញសបុកពេញពេងហ្នឹងឯងនេះស្លឹកនេះធ្លាក់នៅលើស្លឹកនេះនេះជាប់ពេញស្លុកពេញពេងហ្នឹងឯងមើលក្រោមស្លឹកម្ដងនេះឃើញនៅមានខ្លះប៉ុន្តែនៅសើដោយសារតែវាទៅជក់អញ្ចឹងកាលណាជក់អញ្ចឹងគឺទៅត្រូវថ្នាំអញ្ចឹងឃើញនៅសើនៅជាប់ស្លឹកនេះសើឃើញសើនេះក៏សើដែរនេះសើនេះស្លឹកនេះឃើញអស់ហើយកាលវាអត់តន់បាញ់ពេញស្លឹកឥឡូវឃើញអស់ប៉ុន្តែនេះណែនប៉ែនេះជាប់ពេញសបុកហើយមេឃនេះច្រើនប៉ុន្តែសើនេះដោយសារតែវាទៅជក់ស្លឹកនេះចឹងចំពោះលទ្ធផលបន្ទាប់ពីយើងឆែកមើលទៅឃើញថាបាញ់ដំបូងហ្នឹងយើងកម្ចាត់បាន70% ទៅ 80% ហើយហ្នឹងយើងតាមដានរយៈពេលចាប់ពីយើងបាញ់ម៉ោង9 ជាងហើយយើងឆែកលទ្ធផលម៉ោង4 ជាងអញ្ចឹងយើងបាញ់ម្ដងទៀតគឺដាច់ហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណ